ចាយពេលគូប្រមាណថ្ងៃហើយឥឡូវធ្នើរពវល់បានគឺធ្វើរួចហើយសប្បាយចិត្តជាងគេថងថាអីដែលខ្ញុំអាចស្មើសម័យឃើញខ្ញុំក៏អាចធ្វើវាចេញមកក្រៅបានដែរគ្រាន់តែថាធ្នើរនេះខ្ញុំអត់បានស្មើសម័យទេខ្ញុំមើលគំរូពី Pinterest មកដែរទេការងារឥឡូវស្រួលណាស់គ្រប់យ៉ាងឲ្យម៉ាស៊ីនធ្វើការឲ្យទាំងអស់តែស្រួលតែផ្នែកកាត់ទេក្រៅពីផ្នែកកាត់ខ្ញុំធ្វើមកវិញទាំងអស់ដែរហើយរូបខ្ញុំកំពុងសម្ដែងនេះគឺខ្ញុំអត់មានការងារអីនៅត្រង់ហ្នឹងទេម៉ាស៊ីនវាធ្វើការអូតូម៉ាទិកឲ្យហើយគ្រាន់ខ្ញុំឃើញកតិចឈើដែលនៅសល់ហ្នឹងអាចរើយកមកលេខដូមីណូបានថាតនេក៏មិនត្រូវថារវល់ក៏មិនត្រូវធ្វើមិនទេមនុស្សអត់តន់ធំលេងច្រើនតិចខ្ញុំនៅវ័យអនិច្ចជនទេអ្នកទាំងអស់គ្នា7 10ហើយហាមខមមិនឲ្យស្បត់ពីព្រោះទេវតាឥឡូវក៏ចេះប្រើ social media ដែរហើយដូមីណូនេះរៀបឡើង3 4ដងតម្រាំទៅរៀបទៅត្រូវតែមិនអីទេពេលរៀបរួចបាន certify 5 វិនាទីដែរដោយសារតែឈើកាត់ដល់យប់ជ្រៅហើយកាមេរ៉ាខ្ញុំអត់អាចថតពេលល្ងិតបានខ្ញុំក៏នឹកឃើញថាយកដុំឈើហ្នឹងមក model បង្ហាញម្ដងមួយហើយអ្នកទាំងអស់គ្នាដឹងថាត្រូវការឈើរូបរាងបែបណាខ្លះប៉ុន្តែដោយសារតែថតហើយវាដូចពេកហើយខ្ញុំក៏សម្រេចចិត្តថាមកថតបង្ហាញអ្នកទាំងអស់គ្នាបែបធម្មតាវិញទាំងអស់គឺត្រូវការ14ប្រទេសឈើផ្សេងៗគ្នាហើយឈើទាំងអស់នេះដែរពេលចេញពីម៉ាស៊ីនមកគឺអត់តន់ស្អាតតែហ្មងទេកន្លែងដែលឈើមានតសៃ fiber ខ្លាំងគឺវានៅភុយដំណោះស្រាយគឺស្រួលទេគឺយើងយកឡាមកោពុកមាត់របស់យើងហ្នឹងយកមកកែអស់មកហើយកុំសួរថាក្បួនហ្នឹងចេះមកពីណាខ្ញុំទៅមិនចេះចូលវ័យ7 10ហ្នឹងទេក្បួនជាងឈើមែនតែនគ្មានអីក្រៅពីខាត់ងែលហ្នឹងទេនិយាយពីការងារជាងឈើនេះខ្ញុំឮតែគេនិយាយថាការងារនេះគឺត្រូវការភាពអំណត់ត្រូវការភាពហ្មត់ចត់ជាមនុស្សមានភាពច្នៃប្រឌិតហើយពូកែដោះស្រាយបញ្ហាហើយជាមនុស្សឧស្សាហ៍ព្យាយាមខ្ញុំឮអញ្ចឹងខ្ញុំចង់អួតខ្លួនឯងអញ្ចឹងដែរតែអួតទៅដូចមិនសូវសមមិនដឹងថាមកពីអីក្នុងបង្គំឈើទាំងអស់គឺមានតែឈើមួយប្រទេសទេកម្រាស់9 លីក្រៅពីហ្នឹងគឺ20 លីទាំងអស់អញ្ចឹងកាត់មកប្រទេសចុងក្រោយនេះខ្ញុំចង់បញ្យល់អ្នកទាំងអស់គ្នាអំពីរបៀបដែលម៉ាស៊ីនធ្វើការនៅពេលដែលយើង design feature មួយគឺយើងត្រូវដឹងថាយើងនឹងយកផ្លែអីយកមកកាត់ដូចដុំឈើមួយប្រទេសនេះអញ្ចឹងខ្ញុំ design ត្រូវការ3ផ្លែផ្សេងគ្នាផ្លែទី1គឺក្បាលមូលឈ្មោះ ball nose bit យកមកស៊ីចូលសាច់ឈើធ្វើជាអូធ្វើជាផ្លូវឲ្យគ្រាប់ក្លីដែកល្មៀលលើនឹងបន្ទាប់មកគឺខ្ញុំត្រូវចោះរនចាប់វិសត្រូវប្រើផ្លែ drill bit 3 លីឲ្យម៉ាស៊ីនចោះឲ្យអញ្ចឹងគឺវាស្រួលថងថាកន្លែងវាចោះគឺសុក្រិតអញ្ចឹងពេលចោះរួចគឺខ្ញុំងាយស្រួលដាក់ឈើទូរស៊ីគ្នាហើយទៅមានភាពលំអៀងតិចហើយចុងក្រោយគឺ flat and mill ផ្លែហ្នឹងគឺប្រើសម្រាប់កាត់ឈើចេញក្រៅបន្ទាប់ពីកាត់រួចគឺខ្ញុំយកឈើទាំងអស់យកមកតេស្តសាកមើលនៅពីលើប្រទេសបាតឈើហ្នឹងគឺខ្ញុំដាក់ក្លីដែកមួយជួរបន្ទាប់មកគឺប្រទេសឈើទី2គឺដើរតួជាសន្ទាប់រមៀលហើយនឹងប្រទេសឈើទី3ចាប់សន្ទាប់ឈើទាំងពីរហ្នឹងកុំឲ្យវិលទៅលពោតចេញពីគ្នាខ្ញុំក៏ដាក់ពេកបាតឲ្យវាបន្តិចមុននឹងខ្ញុំចាប់វិសភ្ជាប់ចូលគ្នាដោយសារតែខ្ញុំ design ដាក់ tolerance ត្រូវអស់ហើយអញ្ចឹងពេលដំឡើងគឺអត់សូវពិបាកទេពេលដំឡើងរួចពវល់ទៅវារៀងស្អិតតិចប៉ុន្តែអាហ្នឹងធម្មតាទេហើយធ្នើរខាងលើក៏ងាយស្រួលដំឡើងដែរដោយគ្រាន់តែយកប្រទេសឈើមកសុកឲ្យត្រូវថ្មិញងាយឈ្មោលហើយដោយសារតែខ្ញុំខំប្រឹងធ្វើការមេតូចយកទៅរៀនស៊ីអស់ពាក់កណ្ដាលយកមកឲ្យហើយបន្ទាប់ទៀតគឺបាញ់វាភ្ជាប់តាមធ្នេរដែលខ្ញុំ design ហ្នឹងហើយក៏ចាប់ជើងវិលចូលហើយនឹងជើងជ័រ rubber កុំឲ្យទូឈើហ្នឹងដាក់ផ្ទាល់លើដីពេលតឡើងរួចអស់គឺមកខាត់ទៀតហើយគ្រាន់តែថាខាត់បញ្ចប់បញ្ចុចគឺខ្ញុំតឡើងកតាខាត់ឲ្យវាល្អិតជាងមុនហើយនិយាយមួយថ្ងៃខ្ញុំភ្លេចប្រាប់ថាធ្នើរហ្នឹងខ្ញុំធ្វើយកដាក់អីធ្នើរនេះដែរទូទៅគេធ្វើយកដាក់សភៅហើយនឹងវត្ថុមានតម្លៃគ្រាន់តែថាផ្ទះខ្ញុំអត់មានវត្ថុមានតម្លៃទេអ្នកទាំងអស់គ្នាមានអាដុំអិតអីសូមជើងហើយភ្ញៀវដែលគាត់យកធ្នើរនេះទៅគឺគាត់យកទៅដាក់គ្រឿងសម្អាងហើយគ្រឿងក្អូបទេបញ្ចប់បញ្ចុចគឺខ្ញុំលាបប្រេងឈើទៅហើយពេលលាបហើយគឺវាឲ្យពណ៌សាច់ឈើដិតជាងមុនបន្តិចហើយខ្ញុំពងឆ្ងល់ណាគេ design អាម៉ូតប្រហោងហ្នឹងអត់មានយល់ថាពិបាកខាត់ពិបាកលាបប្រេងឈើបើជួបក្រៅខ្ញុំវាយហើយតែជួបក្រៅទៀតហ្នឹងហើយនេះដែរគឺជាសម្រស់ធ្នើរបន្ទាប់ពីធ្វើរួចកម្ពស់វា1.8 ម៉ែត្រអ្នកទាំងអស់គ្នាខ្ញុំភ្លេចប្រាប់កម្ពស់ហើយបាតក្រោមគឺការ៉េ4 តឹកគុណ4 តឹក